ខំគេថារបស់យើងគឺអត់ល្អគេទៅជាខ្លោចលឿនអញ្ចឹងទៅធ្វើឲ្យក្រូចឆ្មាយើងទៅជាកកទៅជាលួយអីចឹងទៅនេះរូបមន្តថ្មីរូបមន្តពិសេសតែម្ដងចង់បានក្រូចឆ្មាក្រហមល្អដូចទឹកខ្មុំហែកមកគេត្រូវតែធ្វើបែបនេះនេះណាជំរាបសួរពុកម៉ែបងប្អូនពីចម្ងាយប្រឡាមកប្រាប់របៀបធ្វើងៅធ្វើម៉េចឲ្យក្រហមខាងក្នុងដូចទឹកខ្មុំឥឡូវពុកម៉ែបងប្អូនតាមដានទាំងអស់គ្នាតោះមកយើងដាក់ខ្ទះយើងនេះមកខ្ទះយើងក៏មកយកអាខ្ទះថ្មីយកអាខ្ទះយើងចំណាក់ដំបូងមកសម្រាប់លីងក្រូចឆ្មានេះក្រូចឆ្មាក៏យើងរើសអាល្អចេះមកចំនួនមួយកញ្ច្រែងហើយមុននឹងធ្វើយើងយកក្រូចឆ្មាហ្នឹងទៅវល់ដាក់ក្នុងកែវក្នុងកឡយើងចំនួនពេញមកហ្នឹងហើយយើងចាក់មករើសបានល្អលាងទឹកក៏មកមានអាលលួយឲ្យយកចោលល្អយកតែស្អាតល្អចេះណាពុកម៉ែបងប្អូនព្រោះហើយយើងយកវាទៅលីងណាដាក់ចូលក្នុងផ្ទះមកតែយើងបើកភ្លើងកុំឲ្យខ្លាំងភ្លើងយើងដាក់តិចហើយក្រូចឆ្មាយើងលីងមកនេះវិធីថ្មីប្រឡាបានចែករំលែកទៅពុកម៉ែបងប្អូនទៅចាក់ក្រូចឆ្មាយើងលីងអញ្ចឹងលីងកុំឲ្យប្រើភ្លើងខ្លាំងភ្លើងដូចប្រឡាប្រាប់ថតភ្លើងដាក់អែអញ្ចឹងទៅមកខំភ្លើងទេធ្វើឲ្យវាចេញប្រេងចេញអីជាតិវាអស់ជាតិល្វីងជាតិអីចេញអស់នេះរូបមន្តថ្មីរបស់ប្រឡារួចហើយយើងយកអំបិលម៉ត់យើងបន្តិចមកលីងជាមួយអំបិលម៉ត់យើងចំនួន1ស្លាបព្រាមកស្លាបព្រាបាយយើងលីងជាមួយទៀតហើយភ្លើងដូចប្រឡាប្រាប់មុនអញ្ចឹងកុំដាក់ខ្លាំងដាក់តិចទៅអែតាមអារម្មណ៍ដែលយើងធ្វើកុំឲ្យបខំណាតែបខំគេថារបស់យើងគឺអត់ល្អគេទៅជាខ្លោចលឿនអញ្ចឹងទៅធ្វើឲ្យក្រូចឆ្មាយើងទៅជាកកទៅជាលួយអីចឹងទៅនេះរូបមន្តថ្មីរូបមន្តពិសេសតែម្ដងចង់បានក្រូចឆ្មាក្រហមល្អដូចទឹកខ្មុំហែកមកគេត្រូវតែធ្វើបែបនេះបន្ទាប់ពីក្រូចឆ្មាយើងលេងបានក្តៅល្មមហើយវាស្ងួតទឹកបដើយើងក៏ចាក់ទឹកបន្តិចទៅដើម្បីលាងជាតិអាឡូវិញជូរចត់វានឹងចេញពុកម៉ែបងប្អូនទឹកឲ្យក្តៅអ៊ុនចឹងមកវាដូចយើងស្រុះម្ដងទៀតចឹងណាយើងចាក់ទឹកក្តៅអ៊ុនចឹងហើយយើងលីងមិនរយៈពេលជាប្រហែលជា5-10នាទីទៅប៉ុណ្្នឹងឯងពុកម៉ែបងប្អូនយើងលីងក្រូចឆ្មាយើងបានទឹកប៉ុណ្្នឹងហើយបានក្រូចឆ្មាយើងចឹងហើយយើងយកវាទៅលាងយកវាសម្រស់ឲ្យស្អាតតែម្ដងតាមយកចូលកឡអស់ជាតិល្វីងនិងជាតិអីចង់ឲ្យក្រូចឆ្មាយើងអស់ល្វីងគឺធ្វើបែបនេះណាពុកម៉ែបងប្អូនបន្ទាប់ពីយើងស្រង់ពីទឹកក្តៅមកហើយពុកម៉ែបងប្អូនត្រៀមរូបមន្តពិសេសអំបិល1ចានចង្កឹះស្ករស1ចានចង្កឹះហើយក្រូចឆ្មាហ្នឹងយើងរើសដាក់ក្នុងកដុងបដើចឹងទៅនេះចូលក្នុងកដុងយើងកដុងកែវអំបែងក៏បានកដុងកៅក៏បានប្រឡានឹងនៅពេលវាកើតប្រឡានឹងបដូរទៅជាអំបែងម្ដងប្រាំងកែវអំបែងវាទូចពេកធ្វើបានតិចចំហេតុប្រឡាធ្វើអំបែងអាកែវនេះបដើនេះហើយយើងកុំភ្លេចណាយើងដាក់បានពាក់កដាលយើងត្រូវលីអំបិលរួយនឹងស្ករបដើអធិស្ឋានពុកម៉ែបងប្អូនប្រឡាថតមកចាហៀងនៅប្រឡាប្រាប់ចឹងកាន់មកឈៀងធ្វើមកចាហៀងបានប៉ុណ្្នឹងហើយយើងរោយអំបិលយើងរោយបន្តិចទៅស្ករសយើងក៏រោយទៅហើយយើងក៏ដាក់បដើមកទៀតមកដាក់វាបដើនេះក្រូចឆ្មាយើងយកល្អចេះណាអស់ជាតិល្វីងអស់ជាតិអីក្រិនបើបន្តិចហើយនេះដែលយើងស្រុះទឹកក្តៅលីងមកនេះអញ្ចឹងហើយយើងដាក់អំបិលនិងដាក់ស្ករបន្តទៀតមកទៀតហើយក៏យើងរោយអំបិលទៅមិញក៏ឡើងចាក់ពិបាកពេកឥឡូវនេះយកស្លាបព្រាបាយមករោយមកដាក់បដោយទៅស្ករសយើងក៏ដាក់បដើដូចគ្នាទៅឲ្យក្រអូបឲ្យវាកុំឲ្យល្វីងកុំឲ្យជូរចត់ឲ្យផ្អែមជូរល្មមមកដូចទឹកខ្មុំបដោយរយៈពេល1ខែបែបបានហូបហើយនេះពុកម៉ែបងប្អូនឥឡូវប្រឡាដាក់បន្តទៀតយើងដាក់ពេញចាស់ហើយ
យើងថែមអំបិលយើងទៀតដាក់លុះទៅតែអំបិលយើងអស់មួយកូនចានចង្កឹះស្ករយើងក៏មួយចានចង្កឹះដូចគ្នាអូនស្រីក៏ថាបងឡាទៅថលមកសួរខ្ញុំថាបងឡាធ្វើងងៅទៅមិនឆ្ងាញ់ឥឡូវប្រុសឡាប្រាប់ហើយបងអូនកុំភ្លេចណាតាមដានទាំងអស់គ្នាធ្វើយ៉ាងណាយ៉ាងណីឲ្យឆ្ងាញ់ធ្វើតាមទៅមិនខុសទេនេះស្ករយើងគេចាក់តែម្ដងទៅអំបិលយើងក៏ប្រហើយដូចគ្នាវគ្គចុងក្រោយយើងក៏ហើយកុំភ្លេចតាមដានទាំងអស់គ្នាពេលវគ្គកើតណាពុកម៉ែបងប្អូនអរគុណជម្រាបលាទុកជាមុនបាយបាយនេះយើងលាក់វាមកណាឲ្យវាចូលសពគ្នាមកយកទៅហាលថ្ងៃយកហាលថ្ងៃបន្ថែមណាពុកម៉ែបងប្អូនកុំភ្លេចណា